សម្រាប់អ្នកដែលចូលចិត្តអានសភៅបដើញ៉ាំកាហ្វេបដើខ្ញុំគិតថាល្អព្រោះដោយសារទីតាំងនេះគឺអំណោយទានបើទោះបីជាវាមិនស្ងប់ស្ងាត់ពេកដោយសារមានការរំខានពីសេរីម៉ូតូតិចតួចខ្ញុំនៅតែសរសើរបងប្រុសដែលលក់កាហ្វេនៅត្រើយម្ខាងនៅខាងសុខាខ្ញុំបានជិះកាត់ទៅខ្ញុំក៏ជួបគាត់ហើយឃើញគាត់មានជាកូនតូបកាហ្វេមួយហើយនៅក្នុងហ្នឹងមានដាក់ជាមួយនឹងសភៅប្រមាណក្បាលវាមិនច្រើនប្រមាណទេក៏ប៉ុន្តែខ្ញុំនៅតែសរសើរការរៀបចំរបស់គាត់ដែលឆ្លៀតបញ្ចូលជាមួយនឹងការអាននៅក្នុងហ្នឹងផងដែរស្ដាយមែនតើដោយសារតែពេលហ្នឹងខ្ញុំចូលទៅកាហ្វេគាត់បិទហើយគាត់បើកត្រឹមម៉ោង7ព្រឹករហូតដល់ម៉ោង5ហើយខ្ញុំមិនអស់ចិត្តក៏ឆ្លៀតចូលទៅមើលសភៅរបស់គាត់បន្តិចទៅថានៅក្នុងហ្នឹងគាត់បានដាក់សភៅគេខ្លះអញ្ចឹងណាជាទូទៅភាគច្រើនសភៅរបស់គាត់ហ្នឹងគឺមានជាប្រឡោមលោកហើយជាមួយនឹងប្រវត្តិសាស្ត្រមួយចំនួនខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាអាចមកសាកជាមួយនឹងអារម្មណ៍បែបនេះម្ដងទៅញ៉ាំកាហ្វេបដាអានសភៅបដាវាពិតជាគួរឲ្យស្ដាយមែនទែនដោយសារតែពេលវេលាខ្លីខ្ញុំអត់អាចនៅយូរបានហើយម្យ៉ាងក៏គាត់ក៏បិទហាងដែរអញ្ចឹងក៏សម្រេចចិត្តធ្វើដំណើរចេញទៅដោយសារតែមានអីវ៉ាន់ទៅដឹកបន្តបន្ថែមទៀតអញ្ចឹងណាហើយខ្ញុំគិតថាបងប្អូនដែលនៅត្រើយម្ខាងប្រហែលជាស្គាល់ទីតាំងនេះហើយបងប្អូនដែលមិនទាន់ស្គាល់អាចមកសាកបានគឺនៅត្រើយម្ខាង Mandalay